តែសនិកជនជាទីមេត្រីទីក្រុងកាន់ធើគឺជាភូមិភាគដែលមានបងប្អូនជនរួមជាតិខ្មែររស់នៅច្រើនកកដែលមានអត្រាប្រមាណ 12.77% ក្នុងរយៈពេលកន្លងបណ្ដាគណៈកម្មាធិការបកនិងរដ្ឋអំណាចគ្រប់ថ្នាក់បានខិតខំបន្សព្វផ្សាយអនុវត្តកម្មវិធីនិងគោលនយោបាយជាច្រើនដើម្បីនាំមកនូវក្តីសប្បាយរីករាយដល់គ្រួសារដែលមានសគុណជនជាតិភាគតិចគ្រួសារក្រីក្រនិងគ្រួសារក្បែរក្រឲ្យមានប្រទេសថ្មីរឹងមាំនិងទទួលបានការបលទុនអតិភិបតាមរយៈនោះជួយឲ្យគ្រួសារទាំងឡាយបានស្ងប់ចិត្តក្នុងការពលកម្មផលិតនិងមានជីវភាពលំនឹងសូមអញ្ជើញទស្សនិកជនទស្សនាអត្ថបទជំនួយអ្នកក្រតាំងទីលំនៅសាងអាជីពក្នុងរយៈពេលកន្លងមកឃុំលិតហយធើងបានខិតខំប្រឹងប្រែងអត់ឈប់ឈរដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនជាពិសេសគឺគ្រួសារក្រីក្រគ្រួសារក្បែរក្រនិងបងប្អូនជនជាតិភាគតិចអាស្រ័យដោយកម្មវិធីលុបបំបាត់ប្រទេសបណ្ដោះអាសន្ននិងប្រទេសទ្រុឌទ្រោមធ្វើឲ្យប្រទេសដែលមិនរឹងមាំលែងជាក្តីបារម្ភទៀតប៉ុន្តែត្រូវបានជំនួយវិញគឺប្រទេសដករឹងមាំដែលនាំមកនៅក្តីរីករាយនិងក្តីសង្ឃឹមជូនរាប់រយគ្រួសារកាលពីមុនប្រទេសរបស់លោកលេវ៉ាំងថាំងដែលជាគ្រួសារជនជាតិខ្មែរនៅភូមិភ្នរកណ្ដាលឃុំលិតហយធើងមានសភាពទ្រុឌទ្រោមនិងលិចទឹកជានិច្ចរាល់ពេលមានភ្លៀងធ្លាក់ធ្វើឲ្យជីវភាពគ្រួសារលោកជួបការលំបាកយ៉ាងខ្លាំងដោយទទួលបានការឧបត្ថម្ភថវិកាចំនួន60លានដុល្លារពីកម្មវិធីលុបបំបាត់ប្រទេសបណ្ដោះអាសន្នលោកបានសាងសង់ប្រទេសដករឹងមាំមួយឥឡូវនេះមានប្រទេសដកមាំមួនហើយលោកលែងមានការព្រួយបារម្ភរាល់ពេលមានភ្លៀងធ្លាក់ទៀតហើយបានរត់សង់អុយសบายចិត្តមហាយកយើងតាកំពុងដាច់ឥឡូវលួយអស់ឃើញមិនជើងគិនអុយនោះពេល3ឆ្នាំមិនដែរប៉ុន្តែមិនតាន់មានជើងគិនមកប្រយ័ត្នជ្រិចអីនោះហើយទៅបានកាលឆ្នាំ2025ហ្នឹងមិនគេចុះមកសង់អុយក្នុងក្រុមគ្រួសារត្រេកអរណាស់ដែរចូលយើងធ្វើម៉េចជាងរកបានលុយមកសង់បានដីទឹកគ្មានរកស៊ីធ្វើការមួយឆ្នាំមានបានសល់ផលអីណាបានមកសង់បានផ្ទះហើយបានរាជការសង់អុយជាងយើងក៏ត្រេកអរtrên cơ sở xác nhập địa giới hành chínhលើមូលដ្ឋាននៃការរួមបញ្ចូលរដ្ឋបាលឃុំលិតហយធើងមានអត្រាគ្រួសារជនជាតិខ្មែរជិត42%តាមរយៈនោះការិយាល័យវប្បធម៌សង្គមគិច្ចបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំអនុវត្តបានយ៉ាងល្អនៅបណ្ដាគោលនយោបាយសុខុមាលភាពសង្គមជាពិសេសគឺគោលនយោបាយគិតអានប្រជាជននៅតំបន់ជនជាតិភាគតិចក្នុងនោះគ្រួសារជនជាតិខ្មែរក្រៅពីការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមក្នុងនោះមានកម្មវិធីលុបបំបាត់ប្រទេសបណ្ដោះអាសន្នប្រទេសទ្រុឌទ្រោមនិងកម្មវិធីទិសដៅជាតិសម្រាប់ជនជាតិភាគតិចឆ្នាំ2025ឃុំសាងសង់និងជួសជុលប្រទេសបានចំនួន117ខ្នងជាមួយនឹងទឹកប្រាក់សរុបជាង 8,000 លានដុល្លារក្នុងដំណើរការសាងសង់ឃុំក៏បានប្រមូលផ្ដុំកម្លាំងអង្គការមហាជននិងកងជួរយុវជនរួមចំណែកកម្លាំងពលកម្មជួយដល់គ្រួសារដែលគ្មានទីពឹងនិងគ្រួសារខ្វះកម្លាំងពលកម្មសម្រាប់ជួយពួកគាត់កាត់បន្ថយចំណាយមួយផ្នែកដើម្បីអនុវត្តកម្មវិធីឲ្យមានប្រសិទ្ធភាពក្នុងពេលខាងមុខឃុំនឹងបន្តត្រួតពិនិត្យឡើងវិញដើម្បីជំនួយតាន់ពេលដល់គ្រួសារក្រីក្រគ្រួសារក្បែរក្រឲ្យមានប្រទេសរឹងមាំស្ងប់ចិត្តក្នុងការពលកម្មផលិតនិងឈានឡើងក្នុងជីវភាព ngày càng được nâng lên rõ rệt គ្រួសារបងយេបភឿកងារនៅមណ្ឌលដាញៀថាំងសង្កាត់មីស្វីងគឺជាគ្រួសារក្រីក្រដែលទទួលបានការបលទុនចំនួន50លានដុល្លារដើម្បីដាំដំណាំលើផ្ទៃដី4កោងដោយសារការខិតខំនិងព្យាយាមក្នុងការពលកម្មផលិតគ្រួសារបងបានរដ្ឋអំណាចភូមិភាគទទួលស្គាល់ចាក់ផុតក្រក្នុងឆ្នាំ2024បច្ចុប្បន្នគ្រួសាររបស់បងមានជីវភាពធូរធារជាងមុននិងមានប្រភពចំណូលស្ថិរភាពពីការដាំដំណាំហេតុនេះហើយទើបគ្រួសារបងសង់បានប្រទេសយ៉ាងសមរម្យដែលមានតម្លៃ500លានដុល្លារនិងឲ្យកូនបានរៀនសូត្រចប់ចុងចប់ដើមផងដែរ Trời mình mỗi ngâm đâm cả tinh tua nhà trưởng ấp hay nhau xả dương thì hỗ trợ đám rồi giống ngâm ba đâm tham trợ ban buôn phạm con nên chậm cu tham kia bay chứ lỗ đỡ phải hoa quay mà năm nữa thì đâm buôn đậu
Dạ. Thì cho nó tôm củ sai hay rau thơm ấy á, bảy buôn thứ xay dòng á. Lỗ bắt đầu cho đam chứ. Đích bọn ôn như ní thì đích nè khoa khanចឹងណាមានដេចការយើងជួយឲ្យយាយយមពីngân hàng chính sách vô mau coi như là thơ đơm đâm chùm ca hoặc là chăm sát đấy chứ lẩu nó so vì mạn năm minh là lẩu nó bọn ôn khmer dưới nó miền đi chùm rợn chân minh chợ ca đất nè đất nom bọn ôn dưới đi ra một bộ na hồ si ban đi chùm rợn phát triển giống thì dương đất non bọn ôn dương đó rồi mà giang tiếp thì phường dương cũng men là chỉ đạo coi như là đất non ôi ấp dương là tuyên truyền ôi chia trên khmer dương này nó một bộ hồ si đi cha một bộ na hồ si hồ bên phát triển trên lươn sắp thì đất non ôi chia trên dương បណ្ដាគោលនយោបាយសុខុមាលភាពសង្គមបាននាំមកជូនប្រជាជនភូមិឋានទីក្រុងមានប្រទេសនៅដករឹងមាំនិងប្រភពទុនបុលអាទិភាពដាក់នៅក្តីសង្ឃឹមនិងលើកទឹកចិត្តដល់គ្រួសារក្រីក្រគ្រួសារក្បែរក្រនិងគ្រួសារដែលមានស្ថានភាពលំបាកឈានឡើងក្នុងជីវភាពតាមរយៈនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បេក្ខនឹងរដ្ឋនិងការរួបរួមគ្នានៃសហគមន៍ដើម្បីជួយឲ្យមេមីងនៅទីនេះមានជីវភាពកាន់តែប្រសើរឡើង